នេះគឺជាសកម្មភាពមួយនៃការចិញ្ចឹមមើមរបស់ខ្ញុំជាមធ្យោបាយនៃការកាត់បន្ថយចំណាយទៅលើចំណីរបស់មើមនិងការស្វែងរកចំណីនិងការផ្ដល់ចំណីឲ្យមើមដែលមានគុណភាពយប់ឡើងខ្ញុំបានដាក់អំពូល2មានអំពូលពណ៌ស្វាយមួយហើយនិងអំពូលពណ៌សមួយពេលខ្លះខ្ញុំបើកទាំងពីរក្នុងពេលតែមួយពេលខ្លះយប់ខ្លះខ្ញុំបើកតែមួយទេតាមស្ថានភាពជាក់ស្ដែងពិសេសរដូវវស្សានៅពេលដែលមានមេភ្លៀងច្រើនគឺខ្ញុំបើកហើយពេលខ្លះខ្ញុំមើលទៅថាមានចង្រិតមានអីគឺខ្ញុំចាប់ផ្ដើមបើកភ្លើងឲ្យមើលស៊ីចង្រិតមេភ្លៀងអីជាដើមនេះគឺជាប្រភពអាហារធម្មជាតិដែលសម្បូរទៅដោយប្រូតេអ៊ីនវាធ្វើឲ្យមាន់ឆាប់ធំធាត់ហើយនឹងមានសកម្មភាពផ្សេងទៀតទាក់ទងទៅនឹងការស្វែងរកចំណីឲ្យមាន់នៅពេលយប់សកម្មភាពទាំងនោះខ្ញុំនឹងបញ្ចេញវីដេអូជាបន្តអញ្ចឹងបងប្អូនចាំតាមដានហើយបងប្អូនមើលសកម្មភាពរបស់កូនខ្ញុំដែលកំពុងជួយចាប់ចំណីឲ្យមាន់ហ្នឹងគឺមើលទៅសប្បាយវីដេអូនេះខ្ញុំសូមកាត់ខ្លីត្រឹមប៉ុណ្្នឹងសិនជម្រាបលាបងប្អូនអរគ្នា